នេះគឺដល់មានហែកហើយមិនហ្នឹងទូរស័ព្ទទូរស័ព្ទកាមេរ៉ាដាក់បញ្ចូលថ្មចឹងមិនបញ្ចូលបាន81%ហើយបន្តពីបញ្ចូលបាន81%ឥឡូវលើកាមេរ៉ាមកដាក់លើមួកជិះថតវិញហើយជិះម៉ូតូយកឡើងស្តាប់ចម្រៀងអត់ដឹងថាមើលច្បាស់អត់ទេនេះឥឡូវហ្នឹងហើយសង្ស័យវាខ្យល់ហ្នឹងខ្លាំងយកឡើងម្នាក់ឯងអត់សុខពេកជិះម៉ូតូថតពេកយកមកអញ្ចឹងនៅក្នុងភាគហ្នឹងគឺអត់មានទេសភាពពេលថ្ងៃទេណាគឺមានតែពេលយកមកដោយសារខ្ញុំជិះពេលយប់អញ្ចឹងអត់មានថតទេសភាពពេលថ្ងៃបានទេហើយអត់មានគម្រោងអត់មានគោលដៅទេណាជិះហ្នឹងជិះវិញតន់ដឹងថាដល់ត្រឹមណាបត់មកវិញត្រឹមណាមកវិញគឺអត់តន់ដឹងសុខានយើងជិះសិនទៅដល់ឡៃណាត្រូវបត់មកវិញយើងបត់មកវិញតែជាទៅត្រឹមលងជ្រៃយ៉ាងមកទៅឬក៏មិនទេព្រោះអត់ច្បាស់ព្រោះឥឡូវម៉ោង7:10ហ្នឹងដល់11កន្លះហើយបើនិយាយទៅការជិះនេះក៏អត់មានកម្រងទេខ្ញុំនិយាយលេងក្នុងក្រុមថាអីគេស្ងាត់តែមិនស្ងៀមស្ងាត់តែមិនស្ងៀមដោយសារខ្ញុំអត់មានប្រមូលទេស្ងាត់ហ្នឹងខ្ញុំចេញមកហ្នឹងដល់មានហែកហ្នឹងទៅទៅមើលប្រូពេចហ្នឹងប្រាប់ថាខ្ញុំជិះដល់លេងមកដល់ហ្នឹងអត់ជឿទេអត់ជឿខ្ញុំព្រោះមុនហ្នឹងខ្ញុំនៅផ្ទះតែជិះមានអីជិះយូរបងប្អូនដី30គីឡូជាងជិះហ្វ្រេនឥឡូវយើងចេញដំណើរទៅមុខតទៀតហើយសាំងអស់មកកម្មហើយព្រោះខ្ញុំចាក់មកពេញហ្នឹងខ្ញុំជិះនៅខេត្តហ្នឹងអស់មកកម្មខ្ញុំចាក់ម្សិលមិញហើយឥឡូវហ្នឹងខ្ញុំជិះឥឡូវទៀតអស់មកកម្មដី30គីឡូវាស្ងាត់ដែរយកជិះអត់ដឹងលឿនទេជិះកង់កោ100អត់ដឹងលឿនហ្មងស្ងាត់តែភ្លើងមកមែនតើខ្ញុំអាងភ្លើងភ្លឺដែរទេភ្លើងឆ្កៀងជាមួយភ្លើងឆ្កៀងក៏ភ្លឺដែរនេះតែមិនដឹងនៅក្នុងកាមេរ៉ាមកឃើញភ្លឺអត់ទេប៉ុន្តែគឺវិញបងប្អូនគេខ្វានៅខាងនោះវិញហើយធ្លាក់ក្រោមពេកអញ្ចឹងយើងជិះលឿនមើលឆ្ងាយឃើញទេតតែលើកឡើងឲ្យខ្ពស់ជាងនឹងបន្តិចមិនមើលឆ្ងាយឃើញអញ្ចឹងតបើកភ្លើងក្រោមបានជះទៅមុខឃើញអត់ជះស្អាតហ្មងពេញផ្លូវហ្មងយើងមើលឆ្ងាយបានតែមកបើកមកគូលើមកតង់ទៀតនោះអានោះ100ជាយកផ្លូវស្ងាត់ម្នាក់ឯងហ្មងផ្លូវទៅខុនសើទេភ្លើងដល់គីឡូ41អញ្ចឹងដល់គីឡូ62ដល់កែងកបៅហើយជិះទៅដល់ផ្ទះវិញម៉ោង1យ៉ាងក៏មើលចេះស្ដែងបើអានេះខ្ញុំប្រើកាស Bluetooth យើងធម្មតាមកប្រើប្រភេទស៊ីណាអីឬក៏កាសដាក់មកក្នុងមួយអីផ្សេងទៀតហ្នឹងប្រហែលជាលឺចម្រៀងចូលចឹងឥឡូវប្រហែលលឺទឹកខ្យល់ទេមកទៅហើយសង្ស័យសលេងត្រែតនឹងអីមិនដឹងអត់ដឹងទេព្រោះម៉ៃថ្មីហើយអត់បានតេស្តអត់បានអីទេយកមកចាប់លើមួកជិះម៉ូតូចេញមក100ប្រហើយលឿនចឹងឡានមកប្រវាយខ្វាដាក់មកនោះ
តាមអីទេដល់ថាតយើងភ្លើងដែរអូខេតលាក់ទៅភ្លើងគុយទៅគ្នាជាយប់យើងក៏បើកភ្លើងអញ្ចឹងបានសុវត្ថិភាពប៉ុន្តែយើងបើកក៏មានលក្ខណៈយើងត្រូវបើកត្រូវបិទដែរណាយើងមិនជឿតែបើកឲ្យភ្លឺរហូតទេតែមើលតាមស្ថានភាពផ្លូវដែរដូចភ្លើងរឹតអញ្ចឹងយើងចង់បើកទាំងអស់ក៏បានដែរនេះឃើញទេខ្ញុំចង់បើកទាំងអស់ឲ្យភ្លឺអញ្ចឹងក៏បានដែរតែបើមានឡានឬក៏ម៉ូតូមកពីមុខអាហ្នឹងយើងតលាក់ឬក៏បិទយកមកព្រោះវាចាំងផ្នែកគេឥឡូវភ្លើងប៉ុណ្ណឹងហើយថាមិនចាំងទៀតវាចម្លែកភ្លើងបាញ់ឡើង100ម៉ែត្រទៅមុខហ្នឹងបើទៅច្បាស់តែអាហ្នឹងខ្ញុំសំចង់ចុះក្រោមបន្តិចផងបើសិនជាខ្ញុំដាក់ស្មើបាញ់ត្រង់ទៅមុខហ្មងឆ្ងាយជាងនឹងទៀតអូស្វាយគេច្រកទៅដាក់តាមខាងសៀកខាងចាំឡានមកយកនោះឲ្យមើលពីនឹងទៅដល់ផ្លាកសខាងមុខនោះឃើញច្បាស់តែនោះភ្លឺបានឆ្ងាយគួរសមជិះតង់ត8 900អីគឺគួរសមមែនតើល្បឿនប៉ុណ្ណឹងណាពេលយកតែតច្បាស់នៅលើផ្លូវហ្នឹងដែរបងប្អូនបើផ្លូវខ្ញុំមិនដែរជិះសោះឥឡូវខ្ញុំក៏មិនសូវហ៊ានលឿនដែរថ្ងៃអាទិត្យពេលព្រឹកគេដើរលេងខ្ញុំថ្ងៃអាទិត្យពេលយប់ខ្ញុំដើរលេងខុសគេយំទៅមូលហេតុដល់ថាខ្ញុំជាប់លក់ដូរតែខ្ញុំអ្នកលក់ដូរទៅពេលអញ្ចឹងបើខ្ញុំមកពេលព្រឹកពេលថ្ងៃគឺចោលតូបអត់មានអ្នកលក់អីអញ្ចឹងមានតែមកយប់ចេញយប់ហ្មងហើយខ្ញុំថាចេញយប់ហ្នឹងខ្ញុំក៏មិនថតវីដេអូដែរព្រោះមិនជិះដំណើរកំសាន្តបដៅលេងណាទេព្រោះជិះមានតែជិះម៉ូតូហ្មងនៅក្នុងភៀកហ្នឹងតែធ្វើមិនដែរព្រោះយើងអត់មានពេលដើរពេលព្រឹកពេលថ្ងៃអញ្ចឹងមានតែរីខតពេលយកទៅឲ្យផុសទាំង YouTube ទាំង Facebook ប៉ុន្តែខ្ញុំក៏អរគុណច្រើនមែនទែនសម្រាប់អ្នកគាំទ្រហ្មងដល់អ្នកគាំទ្រហ្មងព្រោះខ្ញុំឃើញមួយរយៈហ្នឹងទាំង Page ទាំងYouTube ឃើញថាដំណើរការល្អមានអ្នកទស្សនារហូតជាពិសេសសតវីដេអូសតនៅក្នុងYouTube ក៏ច្រើនហើយក្នុង Facebook នេះគឺ real វីដេអូ real មកឃើញមានអ្នកទស្សនាច្រើនហើយមានអ្នកចុច like ដល់ដងច្រើនអញ្ចឹងអរគុណមែនតើពីខ្ញុំបាទទៅដល់ពុកម៉ែបងប្អូនយើងដែលចូលចិត្តនៅក្នុងវីដេអូរបស់ខ្ញុំអញ្ចឹងនៅក្នុងវីដេអូនេះមិនដឹងថាពុកម៉ែបងប្អូនយើងទស្សនាឬអត់ទេព្រោះវាអត់មានប្រយោជន៍ទេនិយាយទៅអត់មានប្រយោជន៍ត្រង់ថាទៅកំសាន្តកន្លែងណាមួយទៅណែនាំពីតំបន់ទេសចរណាមួយគឺអត់មានទេប៉ុន្តែបើសម្រាប់អ្នកចូលចិត្តជិះម៉ូតូដូចគ្នាវីដេអូជិះម៉ូតូសុទ្ធគាត់ចង់មើលដូចគ្នាដូចខ្ញុំអញ្ចឹងពេលខ្ញុំអត់បានជិះដើរលេងពេលយប់ថតវីដេអូទេក៏ខ្ញុំចូលទៅមើលវីដេអូរបស់បងដែលគាត់ជាអ្នកធ្វើ content ជិះម៉ូតូដែរព្រោះខ្ញុំស្រឡាញ់ការជិះម៉ូតូខ្លាំងមែនតើហ្មងឥឡូវនេះខ្ញុំជិះត្រឹម COS ណាហើយបើខ្ញុំមានលទ្ធភាពជិះម៉ូតូធំជាងនឹងទៀតក៏ខ្ញុំនៅតែ record ហើយនៅតែចេញពេលយប់ឲ្យច្រើនភាគហ្មងហើយមានបងប្អូនយើងអ្នកក្នុងភូមិជិះម៉ូតូទិញម៉ូតូដែរស្ងាត់មែនទេម្ដងនេះកាន់តែស្ងាត់ខ្ញុំចាំខ្ញុំសូមរំលឹកជូនបងប្អូនយើងបន្តិចតែខ្ញុំអត់ចាំថាភាគនោះខ្ញុំបានចេញទៅអត់ទេខ្ញុំមកធ្វើដំណើរពីឥណ្ឌូគិរីមកស្វាយរៀងហើយផ្លូវនេះកាលនោះជំនាន់កូវីដបងប្អូនជំនាន់កូវីដ
ហើយបិទទប់តាមផ្លូវតាមតំបន់នោះទៅអត់ទប់ចឹងទៅអត់មានបងប្អូនយើងក៏ជិះម៉ូតូពេលយប់ទេតែខ្ញុំមកពីមណ្ឌលគិរីមកដល់ផ្លូវកែងបត់មកស្វាយរៀងហ្នឹងម៉ោងតែវាខ្ទង់ម៉ោងមិន10ចឹងមិន10កន្លះហើយពី10ហ្នឹងយើងទៅជិះម្នាក់ឯងមកផ្លូវក៏នឹងខ្ញុំជិះអសងជាអាត្រេមសង011ខ្ញុំហ្នឹងជិះពីកែងហ្នឹងផ្លូវកែងផ្លូវ8ហ្នឹងរហូតទៅដល់ផ្ទះមិនធម្មតានៅមកផ្លូវជិះតែឯងអត់មានឡានម៉ូតូសំបីតែមួយដោយសារតែជំនាន់កូវីដគេបិទស្តុបហើយឥឡូវវីដេអូខ្ញុំថតវែងប្រវាក់កាត់តិចអីយ៉ាងព្រោះiPhone ខ្ញុំហ្នឹងឥឡូវពេញ memory ទៀត 256G នៅពេញទៀតទៅហើយបើអ្នកទៅវីដេអូហើយយកទៅដាក់កុំព្យូទ័រកាត់ឬក៏យ៉ាងណាទេយកមើលចាស់ស្ដែងស្ងាត់មែនទេបងប្អូនពេលនេះប្រហែលជាទៅត្រឹមលឹងជ្រៃយ៉ាងព្រោះយប់ជ្រៅចង់យកជិះពីក្នុងមកផ្ទះវិញព្រោះឥឡូវឮថានៅអន្លង់ជ្រៃគេអភិវឌ្ឍច្រើនចាំមើលចាំជិះទៅពេលយប់ចឹងដឹងហើយ